ត្រូវបានកសាងជាបន្តបន្ទាប់នៅក្បែរប្រាសាទវត្តព្រះរាជាណាចក្រកម្ពុជានៅជាប់ចំណងជាមួយប្រទេសបារាំងដោយសន្ធិសញ្ញាឆ្នាំ1863និងធ្ងន់ធ្ងរជាងនោះគឺអនុសញ្ញាឆ្នាំ1884ថ្ងៃ25មេសាឆ្នាំ1941ជាមហាភពសំណាងដ៏ក្រៃលែងរបស់កម្ពុជាដែលបានប្របាទសម្ដេចព្រះនរោត្តមសីហនុទ្រង់ឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រ1945កងទ័ពជប៉ុនបានដាក់អាវុធទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសបារាំងត្រូវបានវិលមកភ្ជាប់តាមសន្ធិសញ្ញាឆ្នាំ1863និងអនុសញ្ញាឆ្នាំ1884សារជាថ្មីវិញព្រះមហាក្សត្រសម្ដេចព្រះរាជហឫទ័យបន្តបរិយាកម្មភាពទាមទារឯករាជ្យភាពដែលព្រះអង្គបានផ្ដើមតាំងពីឆ្នាំ1945ជាមួយនឹងប្រទេសជប៉ុនព្រះករណាជាអម្ចាស់ទ្រង់បានបង្កើតកងយុទ្ធពលខេមរៈភូមិន្ទ26 ឧសភាឆ្នាំ1949ព្រះមហាក្សត្រទ្រង់បានទាមទារសន្ធិបញ្ជាការកងទ័ពពីសហរដ្ឋបារាំងនៅអង្គរវត្តបារាំងបានប្រកួតថ្វាយព្រះភូមិន្ទនៅតំបន់សៀមរាបកំពង់ធំបញ្ជាការនិងកងទ័ពបារាំងទាំងអស់ត្រូវបានចាក់ចេញពីតំបន់ស្វយ័តសៀមរាបកំពង់ធំព្រះករណាជាអម្ចាស់ទ្រង់ជំនះគ្រប់ឧបសគ្គមិនរុញរាព្រះរាជហឫទ័យចំពោះគ្រោះថ្នាក់គ្រប់បែបយ៉ាង
តស៊ូជិតស្និទ្ធជាមួយកូនចៅព្រះអង្គដោយទ្រង់ទុកព្រះកាយយ៉ាងសាមញ្ញបំផុតក្បែរប្រជារាស្ត្រជាទីស្នេហាដោយស្នាព្រះហស្ថផ្ទាល់រួមជាមួយកម្លាំងដ៏ស្មោះស្ម័គ្រនៃកងទ័ពភូមិន្ទជាកូនចៅព្រះអង្គតំបន់ស្វាយ័តសៀមរាបកំពង់ធំបានជាតំបន់ដំបូងតែមួយគត់ក្នុងព្រះរាជាណាចក្រដែលបានទទួលសន្តិភាពសុខក្សេមសាន្តឡើងវិញនៅពេលនោះឆ្នាំ1951បារាំងយកប្រប្រគល់បាត់ដំបងបែបព្រះភូមិន្ទបញ្ចូលជាតំបន់ស្វយ័តបន្ថែមទៀតថ្ងៃ15មិថុនា1952ព្រះករុណាជាអម្ចាស់ទ្រង់មានព្រះបន្ទូលសូសេហានីប្រកាសសន្យាទាមទារឲ្យបាននៅឯករាជ្យទាំងស្រុងជូនមាតុភូមិនេះជាការផ្ដើមនៅព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យជាតិខែកុម្ភៈ1953ព្រះមហាក្សត្រទ្រង់យាងទៅកាន់ប្រទេសបារាំងរួចប្រទេសកាណាដានាខែមេសា1953និងបញ្ចប់ព្រះដំណើរនៅសហរដ្ឋអាមេរិកទៀតចំពោះមុខការមិនចុះសម្រុងគ្នារវាងខ្មែរនិងបារាំងថ្ងៃ28មិថុនា1953ព្រះមហាក្សត្រទ្រង់ចេញផ្សាយព្រះរាជបញ្ជាពីខេត្តបាត់ដំបងចលនាកើនកម្លាំងជីវពលកូនចៅព្រះអង្គ400,000 នាក់ទូទាំងប្រទេសបានស្ម័គ្រចិត្តដង្ហែតាមព្រះមហាក្សត្រហើយខំវឹកហាត់ក្បួនយោធាយ៉ាងប្រពលភាពចំពោះមុខការស្មោះស្ម័គ្រស៊ូស្លាប់ដង្ហែតាមព្រះមហាក្សត្ររបស់ខ្លួនថ្ងៃ29សីហា1953បារាំងព្រមឲ្យកម្ពុជាឡើងជាម្ចាស់វាសនារបស់ខ្លួនទាំងស្រុងសៀមរាបថ្ងៃ8វិច្ឆិកា1953ព្រះករុណាជាអម្ចាស់ត្រៀមព្រះអង្គយាងមកកាន់រាជធានីនៅតាមដងផ្លូវជាប់ពីសៀមរាបមកភ្នំពេញប្រជារាស្ត្ររងចាំស្រែកជាខុសថ្វាយព្រះបិតាឯករាជ្យជាតិរបស់ខ្លួននៅភ្នំពេញប្រជារាស្ត្រកករីរីរងចាំព្រះវីរៈមហាក្សត្រថ្ងៃ9វិច្ឆិកាមហាជោគជ័យព្រះរាជាណាចក្រកម្ពុជាបានទទួលមកវិញនូវឯករាជ្យភាពពេញបរិបូរណ៍
ដោយសារព្រះរាជបញ្ញាញាណដ៏ភ្លឺថ្លាបង្កើតបានជាស្នាប្រហោះជាប្រវត្តិសាស្ត្រដែលកើតអំពីការរួមចិត្តរួមស្និទ្ធជាមួយកូនចៅជាទីស្នេហានិងស្មោះត្រង់របស់ព្រះអង្គនេះជាពិធីផ្ទេរអំណាចយោធាពីសាធារណរដ្ឋបារាំងមករាជាណាចក្រកម្ពុជាជុហយាត្រាជាលើកចុងក្រោយនៃកងទ័ពបារាំងរួមជាមួយកងខេមរៈភូមិន្ទមុននឹងដកថយខ្លួនជាស្ថាពរពីព្រះរាជាណាចក្រកម្ពុជាឯករាជ្យខេត្តបាត់ដំបងខែធ្នូឆ្នាំ1953ប្រតិបត្តិការសាមគ្គីព្រះករណាជាអម្ចាស់ជាព្រះអគ្គមេបញ្ជាការបានរួមចំណែកដោយពេលយុទ្ធនាការមុនដើម្បីរំដោះកូនចៅដ៏កំសត់នៃព្រះអង្គឲ្យផុតពីទុក្ខវេទនាដោយការរុករានទន្ទ្រានពីកងកម្លាំងបរទេសជំរំយោធាកងទូកងទ័ពត្រូវបន្តដំណើរដោយថ្មើរជើងឆ្លងកាត់ស្ទឹងព្រះពន្យាយ៉ាងសាមញ្ញសម្រាប់សម្រាប់ព្រះកាយ
គមពីយន្តហោះប្រដេញនិងទម្លាក់ប្រាប់បែកចម្រុំកងទ័ពវៀតមិញត្រូវបានបំផ្លាញការបំផ្លាញចម្រុកវៀតមិញជួយបង្កអសន្តិសុខនិងអក្រិតជនដែលចាប់បានខែមេសាឆ្នាំ1954កងទ័ពវៀតមិញរាតត្បាតប្រទេសកម្ពុជាព្រះករណាជាអម្ចាស់ទ្រង់តាំងបញ្ជាការទ័ពនៅខេត្តប្រចេះកងខេមរៈភូមិន្ទទទួលជ័យជំនះនៅស្រែទៀបព្រះរាជាណាចក្រកម្ពុជាឯករាជ្យទទួលបាននូវឯកភាពជាតិជំនួយព្រះមហាក្សត្ររបស់ខ្លួននៅវៀតណាមចម្បាំងជាមួយកងទ័ពបារាំងនៅតែបន្តនិងរឿងដើរឥតឈប់ឈរឆ្នាំ1954សន្និសីទក្រុងហ្សឺណែវកម្ពុជាបានចូលរួមក្នុងគណៈជាតិរដ្ឋឯករាជ្យពេញលក្ខណៈខែកក្កដា1954កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវត្រូវបានចុះហត្ថលេខាកងកម្លាំងវៀតមិញត្រូវដកចេញពីប្រជាជាតិណាចក្រកម្ពុជាខែមីនាឆ្នាំ1950ព្រះបិតាឯករាជ្យជាតិបានដាក់រាជថ្វាយព្រះបិតាព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិតក្នុងព្រះបរមនាមជាសម្ដេចព្រះឧបយុវរាជទ្រង់បានបង្កើតចលនាសង្គមរាស្ត្រនិយមបាន 82% នៃសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរបន្ទាប់ពីព្រះបាទនរោត្តម សុរាម្រិតសោយព្រះទីមង្គតនាឆ្នាំ1960សមាជិករដ្ឋសភាឯកច្ឆន្ទបានលើកព្រះបិតាឯករាជ្យជាតិជាព្រះប្រមុខរដ្ឋពេលនេះព្រះប្រមុខរដ្ឋទ្រង់ប្រារព្ធព្រះរាជពិធីបើកសម័យប្រជុំសាមញ្ញរដ្ឋសភាជាតិ6 ខែម្ដងគណៈរដ្ឋមន្ត្រីនិងប្រជាពលរដ្ឋទូទៅបានឱកាសមកបញ្ចេញមតិតទល់គ្នាក្នុងឱកាសតទល់គ្នានេះប្រជាពលរដ្ឋអាចលើកឡើងនៅគ្រប់បញ្ហាទាំងនយោបាយ
ឬរដ្ឋបាលហើយក៏មានសិទ្ធិពេញលេញដេញដោលសួរសមាជិករដ្ឋាភិបាលរបស់ខ្លួនសម្ដេចព្រះប្រមុខរដ្ឋទ្រង់គង់ប្រថាប់ជាព្រះប្រធាននៃអង្គសមាជនេះជាព្រះសាវនាការប្រចាំខែដែលព្រះប្រមុខរដ្ឋរួមដោយរាជរដ្ឋាភិបាលទ្រង់ទទួលផ្ទាល់ព្រះអង្គនិងពិនិត្យក្នុងឱកាសនោះតែម្ដងនៅការកើតទុក្ខមិនសុខចិត្តណាដែលសមហេតុសមផលលើកឡើងដោយកសិករកម្មករឬប្រជាពលរដ្ឋដទៃណាមួយរាល់អាទិត្យព្រះប្រមុខរដ្ឋព្រះអង្គតែយាងសាកសួរសុខទុក្ខជនរួមជាតិនៅតាមខេត្តព្រះប្រមុខរដ្ឋនិងថ្នាក់ដឹកនាំដទៃទៀតរួមចំណែកក្នុងការងារជាប្រយោជន៍ព្រះប្រមុខរដ្ឋព្រះអង្គយាងចូលរួមការងារសាធារណការក្នុងការងារសង្គមគិច្ចព្រះប្រមុខរដ្ឋព្រះអង្គបានផ្ដួចផ្ដើមសាងសង់ផ្ទះជូនកសិករក្រីក្រព្រះប្រមុខរដ្ឋទ្រង់ប្រារព្ធពិធីច្រត់ព្រះនង្គ័លជានិមិត្តរូបនៃការបើករដូវភ្ជួររាស់ក្នុងព្រះរាជាណាចក្រដែលជាព្រះរាជប្រពៃណីតាំងពីសម័យអង្គរមកការប្រើគ្រឿងយន្តភ្ជួររាស់បកកឡើងដោយសហករណ៍និងគាំទ្រដោយរាជរដ្ឋាភិបាលព្រះប្រមុខរដ្ឋតែងទុកដាក់ព្រឹត្តិការណ៍ទីជំនិតក្នុងការងារធានាស្ដាប់
មុខរដ្ឋទ្រង់យាងចូលរួមច្រូតកាត់ស្រូវជាមួយកូនចៅកសិករព្រះមុខរដ្ឋបានជំរុញការងារស្ថាបនាជាតិដូចជាការសាងសង់រួចព្រះអង្គតែងយាងសម្ពោធគ្រប់សំណង់ថ្មីទាំងឡាយគ្រប់ទិសទីដោយប្រផ្ទាល់ជំរុញផ្នែកកីឡាដោយការចូលរួមនៃថ្នាក់ដឹកនាំព្រះប្រមុខរដ្ឋទ្រង់ផ្ដល់កិត្តិយសដល់ជ័យលាភីខ្មែរក្នុងកីឡាអាស៊ីឆ្នាំ1963ការចូលកាន់កាប់ឡើងវិញនៅប្រាង្គប្រាសាទជាមរតកដ៏ពិសិដ្ឋរបស់កម្ពុជាគឺប្រាសាទព្រះវិហារដែលប្រទេសថៃបានកាន់កាប់ដោយយោធានិងខុសច្បាប់អស់ច្រើនឆ្នាំកន្លងមក10ឆ្នាំក្រោយថ្ងៃដណ្ដើមបានមកវិញនៅឯករាជ្យជាតិទ្រង់ជ័យដ៏ថ្លៃថ្លានៃប្រជាជាតិកម្ពុជាបកត្រដែតឡើងវិញលើប្រាសាទព្រះវិហារនេះជាខួបទី10នៃឯករាជ្យជាតិដែលដណ្ដើមបានមកវិញដោយប្រជារាស្ត្ររួមដៃយ៉ាងផ្ដោផ្ដាច់ជាមួយនឹងព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ខ្លួនដើម្បីរំលឹកដល់ការដណ្ដើមបានមកវិញនៅសេរីភាពជួនជាតិសំណង់ធំស្កឹមស្កៃ2ត្រូវបានកសាងឡើងនៅរាជធានីភ្នំពេញនោះគឺវាមានឯករាជ្យនិងពហុកីឡដ្ឋានជាតិសេចក្តីថ្វាយនឹងជូនដំណឹងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
សូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃព្រះថេរានុទរៈគ្រប់ព្រះអង្គនិងសូមជំរាបជូនដល់បងប្អូនជនរួមជាតិនិងប្រិមិត្តបរទេសទាំងអស់សូមព្រះមេត្តាជ្រាបនិងសូមមេត្តាជ្រាបថាព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះរាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះអង្គបានយាងចូលព្រះទីវង្គតនៅថ្ងៃ15រោចខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនឹងថ្ងៃទី15ខែតុលាឆ្នាំ2012វេលាម៉ោង 1:20 នាទីរំលឹកអាធ្រាត្រម៉ោងនៅរាជធានីភ្នំពេញក្នុងព្រះជន្មាយុ90ព្រះវស្សាដោយព្រះជរាពាធនៅមន្ទីរពេទ្យទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងដង្ហែព្រះសពពីសាធារណរដ្ឋប្រជាមានិតចិនមកកាន់រាជធានីភ្នំពេញដើម្បីតម្កល់និងប្រារព្ធព្រះរាជពិធីបុណ្យតាមប្រពៃណីជាតិនៅព្រះបរមរាជវាំងសេចក្តីដូចបានក្រាបបង្គំទូលថ្វាយនិងជម្រាបជូនខាងលើសូមសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃព្រះថេរានុទរៈគ្រប់ព្រះអង្គនិងសូមជម្រាបជូនដល់បងប្អូនជនរួមជាតិនិងប្រិមិត្តបរទេសទាំងអស់សូមព្រះមេត្តាជ្រាបនិងសូមមេត្តាជ្រាបធ្វើនៅរាជធានីភ្នំពេញថ្ងៃទី15ខែតុលាឆ្នាំ2012សម្ដេចព្រះអង្គម្ចាស់ស្ត្រីទ្រង់អាយដាមលោកជំទាវលោកអង្ញាលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់89យាងចូល90ព្រះវស្សានិងក្នុងព្រះរាជពិធីបុណ្យខួបទី20នៃព្រះរាជដំណើរយាងនិវត្តន៍មកមាតុប្រទេសវិញរបស់ព្រះករុណាព្រះមហាវីរក្សត្រសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរសម្ដេចឪសម្ដេចតាសម្ដេចតាទួតនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរទូរទស្សន៍ជាតិកម្ពុជាមានកិត្តិយសសូមចាក់ផ្សាយនៅកម្រងខ្សែវីដេអូឯកសារមួយមានចំណងជើងថាកូនចៅចតុប្រជារាស្ត្រនិងទឹកដីកម្ពុជា20ឆ្នាំក្រោយមកលុបនៃព្រះវររាជបិតាជាតិសម្ដេចឪសម្ដេចតាសម្ដេចតាទួតបន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីព្រះរាជាណាចក្រកម្ពុជាមានដំណើរវិវត្តន៍20ឆ្នាំមកហើយដែល20ឆ្នាំកន្លងមកនេះក្រោមម្លប់ដ៏ត្រជាក់នៃអង្គសម្ដេចឪសម្ដេចតាសម្ដេចតាទួតសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតនិងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាននាំនាវាកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិមាតុភូមិធ្វើឲ្យជាតិនិងប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ
លំដាប់តទៅនេះខ្ញុំម្ចាស់នាងខ្ញុំសូមថ្វាយបង្គំស្ដេចយាងតតនិងគោរពអញ្ជើញទស្សនាកម្រងខ្សែវីដេអូឯកសារនេះដូចតទៅយុគសម័យនៃដំណើរវិវត្តក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជានាទសវត្សរ៍ឆ្នាំ 1990 គឺបន្ទាប់ពីកម្ពុជាធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនាថ្ងៃទី 23 ខែតុលា ឆ្នាំ 1991 គិតមកទល់នឹងពេលបច្ចុប្បន្នគឺមានរយៈពេល 20 ឆ្នាំបានកន្លងផុតទៅហើយប្រជាជាតិកម្ពុជាទាំងមូលបានស្វាគមន៍និងរីករាយចំពោះសន្តិភាពកើតមានឡើងជាថ្មីនៅលើទឹកដីដ៏កំសត់នេះនៅដើមខែវិច្ឆិកានាឆ្នាំ 1991 កម្ពុជាបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់ជាមេរៀនគំរូដល់គ្រប់ជំនាន់បន្តវេននៅមាគ៌ាសន្តិភាពនិងការបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងសម័យកាលនោះសម្ដេចតេជោគឺជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់រដ្ឋកម្ពុជានិងលោកជំទាវ ប៊ុនរ៉ានីហ៊ុនសែនបានទទួលនៅភារកិច្ចជាតិបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាឧត្តមឧត្តមក្នុងការយាងនិងអមព្រះរាជដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុសម្ដេចឪសម្ដេចតាសម្ដេចតាទួតនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមេតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតដែលនៅក្នុងដំណាក់កាលដ៏អយុត្តិធម៌បំផុតក្នុងព្រះជន្មរបស់ព្រះអង្គទាំងទ្វេឃ្លាតចាកឆ្ងាយពីមាតុប្រទេសកម្ពុជាអស់រយៈពេលដ៏យូរដោយសារតែរដ្ឋប្រហារថ្ងៃទី 18 ខែមិនិនាឆ្នាំ 1970 បង្កឡើងដោយពួកលន់នល់ហើយក៏ដោយសារតែកត្តារដ្ឋប្រហារនោះហើយទើបបង្កបានទៅជាឈ្នួនដុតរោលធ្វើឲ្យកើតមានសង្គ្រាមរ៉ាំរ៉ៃនិងរបបប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជាអស់ជិត3ទសវត្សរ៍ធ្វើឲ្យមាតុភូមិយើងរោលរៀលដោយភ្លើងសង្គ្រាមនិងការកាប់សម្លាប់ជាតិសាសន៍ឯងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាគឺសម្ដេចតេជោហ៊ុនសែននិងលោកជំទាវគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានយាងនិងដង្ហែសម្ដេចឪសម្ដេចម៉ែពីទីក្រុងប៉េកាំងរដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិនព្រះរាជដំណើរយាងនិវត្តន៍គឺនៅថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 1991 ប្រកបដោយបរិយាកាសនៃការនឹករលឹកជាទីបំផុតរបស់ប្រជារាស្ត្ររបស់ព្រះអង្គនិងពីសំណាក់មិត្តភ័ក្តិទាំងនៅក្នុងតំបន់និងនៅក្នុងសកលលោកសម្ដែងការអបអរសាទរនិងការស្ញប់ស្ញែងជាតិនៃអតីតរដ្ឋកម្ពុជានិងគង់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា SNC ជាមួយបាច់ផ្កានិងសម្ដេចជ័យខុសលន់លឺគ្រប់ទិសទីទូទាំងទីក្រុងភ្នំពេញនឹកឃើញដល់ពេលវេលាកាលពី20ឆ្នាំមុនគឺបន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសភ្លាមព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ
ព្រះរាជបិតាជាតិខ្មែរនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះរាជបិតាជាតិខ្មែរព្រះអង្គទាំងទ្វេទ្រង់ពុំទាន់បានយាងចូលមកកាន់មាតុប្រទេសវិញបានមានតែរដ្ឋនៃអតីតរដ្ឋកម្ពុជានិងគណៈបកប្រជាជនកម្ពុជាបានសូមយាងព្រះអង្គទាំងទ្វេពីទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនមកគង់ប្រថាប់ជាមួយកូនចៅទូតនិងមាតុភូមិជាទីស្រឡាញ់បំផុតចាស់តោះតែយករូបខ្លួន5,969នេះឯងដល់លោកនាយកថាណាកូនចៅចុំចិត្តរូបណានេះគួរតែគួរលោកពុកលោកយាយលោកតានេះគួរឲ្យលោកទៅទៀតជួយថាស្គាល់សម្បត្តិក្រោយពីមានការបោះឆ្នោតជាសកលនាខែកក្កដាឆ្នាំ1993ដែលរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជាហៅកាត់ថាអ៊ុនតានិងការសពព្រះរាជហឫទ័យស្ដេចយាងគង់ប្រថាប់ក្រងព្រះបរមសារីរាជសម្បត្តិសាជាថ្មីរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុសម្ដេចឪសម្ដេចតាសម្ដេចតាទួតស្របតាមស្មារតីកម្ពុជាជាប្រទេសប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាទី2បានចាប់បដិសន្ធិនៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គសម្ដេចឪសម្ដេចតាសម្ដេចតាទួតមានចាប់តាំងពីអាណត្តិទី1នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជារហូតមកដល់បច្ចុប្បន្ននេះដែលនៅគ្រប់វិស័យរបស់សង្គមជាតិកំពុងតែបោះជំហានឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាពបង្រួបបង្រួមជាតិប្រជាធិបតេយ្យនិងការអភិវឌ្ឍពិសេសនៅដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជានៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំបានបន្តគំរូព្រះរាជសកម្មភាពដ៏ឧត្តមឧត្តមរបស់ព្រះករុណាព្រះមហាវីរក្សត្រសម្ដេចឪព្រះអង្គបានដឹកនាំសង្គមកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយឯករាជ្យបូរណភាពទឹកដីវិបុលភាពនិងបានកសាងសង្គមរាស្ត្រនិយមប្រកបដោយការរីកចម្រើនដ៏ខ្លាំងក្លាជាគ្រាប់គុជនៅអាស៊ីគឺមរតកជាតិយ៉ាងពិសិដ្ឋក៏កើតឡើងនៅក្រោមស្នាព្រះហស្ថយ៉ាងឆ្នើមនៃព្រះរាជសកម្មភាពដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិឯករាជ្យជាតិបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរចាប់ពីក្រោយថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953គិតមកទល់នឹងថ្ងៃទី18ខែមីនាឆ្នាំ1970ព្រះសង្ឃមន្ត្រីរាជការប្រជារាស្ត្រជាកូនចៅទួតរបស់សម្ដេចឪសម្ដេចតាសម្ដេចតាទួតសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតកំពុងរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍និងក្នុងសង្គមជាតិទាំងមូលក្នុងសុខសន្តិភាពពេញលេញបរិបូរណ៍ក្នុងធ្លុងមហាសាមគ្គីជាតិដោយគ្រប់គ្នារួមរស់ក្នុងមោទនភាពជាខ្មែរនិងដោយពុំមានការរើសអើងបែងចែកពណ៌សម្បុរនិន្នាការជំនឿសាសនាឬឋានៈសង្គមឡើយប្រជាជាតិកម្ពុជាកំពុងតែខិតខំបញ្ចេញអស់កម្លាំងកាយចិត្តស្មារតីនិងប្រាជ្ញាចូលរួមក្នុងការកសាងនិងការពារជាតិមាតុភូមិឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងប្រកបដោយភាពប្រាកដនិយមថាកម្ពុជានឹងគ្មានការកាត់ឡើងសាជាថ្មីនៅសោកនាដកម្មពីអតីតកាលឡើយនេះគឺដោយសារតែមានសម្ដេចប្រមុខដឹកនាំទាំង3កាន់ចង្កូតនាវាកម្ពុជាបើកបរឆ្ពោះទៅកាន់គោលដៅការពារកសាងអភិវឌ្ឍសុខសន្តិភាពនិងវិបុលភាពជាតិ
ព្រះរាជាណាចក្រកម្ពុជាក្រោមលបដ៏ត្រជាក់នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងក្រោមលបដ៏ត្រជាក់នៃអង្គសម្ដេចឪសម្ដេចតាសម្ដេចតាទូតសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទូតកូនចៅចាទូតនៅគ្រប់ស្ថាប័នរបស់ជាតិនិងកូនចៅចាទូតជាប្រជារាស្ត្ររបស់ព្រះអង្គកំពុងជំរុញការអនុវត្តយ៉ាងសកម្មនៅរាល់ទិសដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី2របស់រាជរដ្ឋាភិបាលកម្ពុជាដែលជារបៀបវារៈនៃគោលនយោបាយសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី4នៃរដ្ឋសភាក្នុងការឈានទៅសម្រេចឲ្យបាននៅគោលដៅជាអត្ថប្រយោជន៍ទាំង4គឺការធានាសន្តិភាពស្ថិរភាពនយោបាយសន្តិសុខស្នាប់ក្នុងសង្គមការធានាសម្រេចកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពការកាត់បន្ថយអត្រានៃភាពក្រីក្រនិងការបង្កើនវិសាលភាពប្រសិទ្ធភាពគុណភាពនៃសេវាសាធារណៈឲ្យកាន់តែប្រសើរហើយទទួលបានការទុកចិត្តនៅលើកត្តានិងកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងផ្ទៃជាតិរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកបណ្ដាញផ្លូវគមនាគមន៍ធ្វើជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់គ្រប់ច្រកល្ហកនៃព្រះរាជាណាចក្រកម្ពុជាសម្ដៅធានាសមាហរណកម្មផ្ទៃក្នុងខ្លួនឯងទៅក្នុងតំបន់និងពិភពលោកដោយបានផ្ដល់អាទិភាពខ្ពស់លើការស្ដារនិងកសាងប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនគ្រប់ប្រភេទដូចជាផ្លូវថ្នល់ស្ពានផ្លូវដែកផ្លូវទឹកកំពង់ផែនិងអាកាសយានដ្ឋានដោយតភ្ជាប់ទៅគ្រប់តំបន់នៅទូទាំងប្រទេសតភ្ជាប់ជាមួយប្រទេសជិតខាងឲ្យក្លាយជាប្រព័ន្ធដឹកជញ្ជូនប្រកបដោយភាពងាយស្រួលមានប្រសិទ្ធភាពសេដ្ឋកិច្ចធានាដល់ពាណិជ្ជកម្មជំរុញវិស័យទេសចរណ៍និងការអភិវឌ្ឍជនបទបើតាមស្ថិតិតួលេខដែលគិតមកដល់បច្ចុប្បន្នបណ្ដាញផ្លូវនៅទូទាំងប្រទេសទាំងផ្លូវជាតិផ្លូវខេត្តផ្លូវក្នុងខេត្តត្រូវបានជួសជុលនិងស្ដារក្រាលដោយកៅស៊ូនិងស្ពានទាំងឡាយជាច្រើនកន្លែងទាំងស្ពានធំឆ្លងកាត់ទន្លេមេគង្គទន្លេសាបជាប្រវត្តិសាស្ត្រទាំងស្ពានឆ្លងស្ទឹងព្រែកតាមតំបន់នានាត្រូវបាននឹងកំពុងសាងសង់ដើម្បីសម្រួលការធ្វើដំណើរគ្រប់បែបយ៉ាងជាមួយនេះផ្លូវលំជនបទទូទាំងប្រទេសត្រូវបានកសាងឡើងប្រតិក្រឡាគ្នាពីភូមិមួយទៅភូមិមួយតភ្ជាប់រវាងទីក្រុងទីប្រជុំជនជាមួយតំបន់ដាច់ស្រយាលជាពិសេសនាប៉ុន្មានឆ្នាំចុងក្រោយនេះប្រព័ន្ធផ្លូវគមនាគមន៍តាមតំបន់ព្រំដែនដែលពុំធ្លាប់មានតាំងពីមុនមកត្រូវបានកសាងឡើងដើម្បីតភ្ជាប់ជាមួយទីប្រជុំជននិងទីក្រុងធ្វើឲ្យបច្ចុប្បន្នប្រព័ន្ធផ្លូវគមនាគមន៍ទូទាំងកម្ពុជាមានស្ថិរភាពល្អប្រសើរជាមធ្យោបាយដ៏មានសក្តានុពលកំពុងបម្រើផលប្រយោជន៍ប្រជារាស្ត្រទូទាំងប្រទេសសម្រាប់ការដឹកជញ្ជូនទំនិញនិងសេវាកម្មនានាប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចអាស្រ័យដល់កម្ពុជាជាប្រទេសកសិកម្មដ៏មានសក្តានុភាពរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាពិសេសពីសំណាក់សម្ដេចតេជោនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមកលើវិស័យកសិកម្មជាតិពិសេសគឺឆន្ទៈនៃការបដិញ្ញាក្នុងការដាំដុះស្រូវសម្រាប់បម្រើការនាំចេញអង្ករឲ្យបានបរិមាណ1លានតោននៅឆ្នាំ2015ខាងមុខគោលនយោបាយកសិកម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាតែងតែអនុវត្តបន្តពីគំរូនៃព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនៃអង្គសម្ដេចឪព្រះបិតាកសិកម្មជាតិដែលបានធ្វើឲ្យវិស័យកសិកម្មកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនជាមួយនឹងការកំណត់នៅគោលនយោបាយកសិកម្មច្បាស់លាស់ប្រែក្លាយជាវិស័យនាំមុខមួយផ្ដល់ធម៌ពលបន្ថែមដល់កំណើនសេដ្ឋកិច្ចនិងរួមវិភាគទានយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋពិសេសកសិករក្នុងការបញ្ចូលនៅបច្ចេកវិទ្យាថ្មីនៃការដាំដុះការជ្រើសរើសនិងប្រើប្រាស់ពូជការងារક્ષેત્રសាស្ត្រនិងការប្រើជីធម្មជាតិ
រយៈពេលប្រមាណឆ្នាំចុងក្រោយនេះប្រព័ន្ធធារាសាស្ត្រជាច្រើនត្រូវបានស្ដារនិងកសាងថ្មីដើម្បីធានាដោះស្រាយបញ្ហាទឹកបម្រើវិស័យកសិកម្មធ្វើឲ្យផ្ទៃដីបង្កបង្កើនផលពីមួយឆ្នាំទៅមួយឆ្នាំកាន់តែត្រូវបានពង្រីកនិងបង្កើតរដូវដាំដុះធ្វើឲ្យប្រមាណផលិតផលមានការកើនឡើងធានាបាននូវសន្តិសុខស្បៀងបង្កើនបានការនាំចេញកសិផលដែលបច្ចុប្បន្នទោះបីជាពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារឡើងថ្លៃដោយសារការប្រែប្រួលអាកាសធាតុនិងវិបត្តិហិរញ្ញវត្ថុក្តីក៏សន្តិសុខស្បៀងនៅកម្ពុជានៅតែធានាដោយពុំមានបញ្ហាគួរឲ្យកត់សម្គាល់ទេជាពិសេសថ្មីនេះរដ្ឋបានដាក់ចេញនូវគោលនយោបាយមួយទៀតគឺការជំរុញការនាំចេញអង្ករឲ្យបាន1លានតោនក្នុងមួយឆ្នាំចាំពីឆ្នាំ2015ទៅដែលនេះបញ្ជាក់ឲ្យឃើញពីកលនវត្តភាពថ្មីមួយទៀតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាវិស័យនិងមគ្គុទ្ទេសកភាពដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍និងក្រោមភាពត្រជាក់ត្រជុំនៃម្លប់ដ៏ត្រជាក់នៃការគង់ប្រថាប់របស់ព្រះករុណាព្រះមហាក្សត្រដែលព្រះអង្គបានបន្តព្រះរាជសកម្មភាពជាគំរូដ៏ឧត្តមឧត្តមថ្លៃថ្លារបស់សម្ដេចឪសម្ដេចតាសម្ដេចតាទួតបានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍទាក់ទាញបានវិនិយោគិនជាច្រើនមកបណ្ដាក់ទុនលើវិស័យកសិកម្មពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍ដោយដើរតួនាទីយ៉ាងសំខាន់និងសកម្មក្នុងការបង្កើតការងារឲ្យប្រជាពលរដ្ឋរួមចំណែកបង្កើនកម្រិតជីវភាពកាន់តែមានភាពធូរធារប្រសើរឡើងដោយសារការរីកលូតលាស់នៃឧស្សាហកម្មអតិពលកម្មដែលបានធ្វើឲ្យមានការស្រូបយកកម្លាំងពលកម្មពីជនបទយ៉ាងច្រើនជាកត្តាជួយលើកកម្ពស់ជីវភាពគ្រួសារដែលជួបការលំបាកបានតាំងពីដើមទីតែម្ដងបន្តពីគំរូព្រះរាជសកម្មភាពដ៏ឧត្តមរបស់ព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះបិតាអប់រំជាតិរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយសម្រាប់វិស័យអប់រំសម្ដៅលើកស្ទួយសមត្ថភាពធនធានមនុស្សឲ្យមានជំនាញបច្ចេកទេសខ្ពង់ខ្ពស់អាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការនៃទីផ្សារពលកម្មមានកម្រិតច្នៃប្រឌិតខ្ពស់មានស្មារតីទទួលខុសត្រូវដើម្បីលើកស្ទួយការអភិវឌ្ឍប្រទេសជាតិរាជរដ្ឋាភិបាលកម្ពុជាអនុវត្តទិសស្លោកអប់រំសម្រាប់ទាំងអស់គ្នាធានាសមត្ថភាពក្នុងការអប់រំមូលដ្ឋាន9ឆ្នាំយ៉ាងតិចសម្រាប់កុមារកម្ពុជាគ្រប់រូបស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាព្រមទាំងបង្កលក្ខណៈសម្បត្តិអនុគ្រោះនានាសម្រាប់ឲ្យកូនចៅប្រជាពលរដ្ឋទាំងទីក្រុងទាំងជនបទដាច់ស្រយាលមានលទ្ធភាពចុះសិក្សារៀនសូត្រដែលគេអាចនិយាយបានថាជាសម័យសាលារៀនរត់រកសិស្សលេងសិស្សរត់រកសាលារៀនទៀតហើយបច្ចុប្បន្ននេះចំនួនសាលារៀននិងគ្រូបង្រៀនព្រមទាំងអត្រាចុះឈ្មោះចូលរៀនគ្រប់កម្រិតសិក្សានៃចំណេះទូទៅបានកើនឡើងជាលំដាប់ពិសេសនៅតាមជនបទដល់ឡែកអនុវិទ្យាល័យត្រូវបានបង្កើតឡើងស្ទើរតែគ្រប់ឃុំសង្កាត់ក្នុងឆ្នាំសិក្សា 2011-2012 នៅទូទាំងប្រទេសមានសាលាមត្តេយ្យគ្រប់រូបភាពចំនួន 4254 កន្លែងនិងមានកុមារមត្តេយ្យចំនួន 245,955 នាក់បឋមសិក្សាមាន 6,796 សាលាមានសិស្ស 2,86,693 នាក់អនុវិទ្យាល័យមាន 1,181 សាលាមានសិស្សមធ្យមសិក្សាបឋមភូមិចំនួន 597,396 នាក់វិទ្យាល័យមាន 438 សាលាមានសិស្សមធ្យមសិក្សាទុតិយភូមិ 344,935 នាក់ចំពោះគ្រឹះស្ថានឧត្តមសិក្សាមានចំនួន 95 ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈមានចំនួន 36 និងឯកជនចំនួន 59 មាននិស្សិតសរុបចំនួន 247,194 នាក់
ក្នុងនោះនិស្សិតអាហារូបករណ៍មានចំនួន 5824 នាក់វិស័យសុខាភិបាលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការប្រើប្រាស់ធនធានសាធារណៈនិងជំនួយអន្តរជាតិដើម្បីបង្កើនការវិនិយោគលើផ្នែកសេវាសុខាភិបាលសម្ដៅលើកម្ពស់សុខុមាលភាពប្រជាពលរដ្ឋដោយបានយកចិត្តទុកដាក់កសាងជាបន្តបន្ទាប់នៅមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពប៉ុស្តិ៍សុខភាពនៅទូទាំងប្រទេសព្រមទាំងលើកទឹកចិត្តដល់ផ្នែកឯកជនឲ្យចូលរួមវិនិយោគវិស័យនេះផងដែរការយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋគឺជាការអនុវត្តតាមព្រះរាជគំរូដ៏វិសេសវិសាលនៃព្រះមហាក្សត្រខ្មែរតតាំងពីសម័យមហានគរដែលព្រះបាទជ័យវរ្ម័នទី7កសាងមន្ទីរពេទ្យនៅគ្រប់ទីកន្លែងទូទាំងប្រទេសនិងជាពិសេសព្រះរាជគំរូដ៏ឆ្នើមរបស់ព្រះករុណាព្រះវររាជបិតាជាតិដែលព្រះអង្គបានបំពេញព្រះរាជកិច្ចមហាប្រពៃដឹកនាំសង្គមរាស្ត្រនិយមចៅទួតរបស់ព្រះអង្គធំជាងព្រះរាជសុខភាពផ្ទាល់ព្រះអង្គទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជាក៏តែងបានយកចិត្តទុកដាក់ផងដែរលើការអនុវត្តកម្មវិធីបង្ការនិងព្យាបាលជំងឺឆ្លងនានាការគាំពារមាតានិងទារកដើម្បីកាត់បន្ថយអត្រាមរណមាតានិងទារកការសង្គ្រោះបន្ទាន់ព្រមទាំងការអប់រំផ្សព្វផ្សាយព័ត៌មានសុខាភិបាលនិងអនាម័យបានយ៉ាងទូលំទូលាយដល់ទីជនបទនិងតំបន់ដាច់ស្រយាលរដ្ឋធម្មនុញ្ញកម្ពុជាចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋបច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើនគួរជាទីមន្តណាដោយគ្រប់ទីអារាមទាំងអស់សុទ្ធតែមានសមិទ្ធផលរីកឡើងព្រោងព្រាតនាប្រមាណឆ្នាំចុងក្រោយនេះបច្ចុប្បន្ននេះវត្តអារាមទូទាំងប្រទេសត្រូវបានពុទ្ធសាសនិកជនខ្មែរគ្រប់លំដាប់ថ្នាក់រួមគ្នាកសាងនិងអភិវឌ្ឍឲ្យមានការរីកចម្រើនលូតលាស់ដែលទាំងវត្តចាស់ទាំងវត្តថ្មីទើបបង្កើតមានចំនួនជាង 4000 វត្តនិងមានប្រសង់ជិត 60000 អង្គការរីកចម្រើននៃផ្នែកពុទ្ធចក្រនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើនរបស់ផ្នែកអាណាចក្រដែលមានសុខសន្តិភាពសេរីភាពនយោបាយមានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរធារសមូហសប្បាយទើបអាចបរិច្ចាគរំលែកធនធានចូលរួមកសាងសមិទ្ធផលបម្រើវិស័យព្រះពុទ្ធសាសនានេះបានទន្ទឹមនេះរដ្ឋក៏បានបើកទូលាយឲ្យប្រជាពលរដ្ឋមានសេរីភាពក្នុងជំនឿសាសនានានាផងដែរក្នុងដំណើរការសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងក្នុងពិភពលោករាជរដ្ឋាភិបាលកម្ពុជាបានបន្តស្នាមព្រះហស្ថសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាអង្គសម្ដេចឪសម្ដេចតាទួតធ្វើឲ្យកម្ពុជាឆ្លងកាត់ការប្រែប្រួលយ៉ាងធំធេងទទួលបានកិត្តិយសកិត្យានុភាពជាតិលើឆាកអន្តរជាតិបង្កើនការចូលរួមក្នុងកិច្ចការតំបន់និងពិភពលោកពង្រីកភាពអនុគ្រោះនៃកត្តាអន្តរជាតិប្រកាន់ខ្ជាប់នៅគោលនយោបាយក្រៅប្រទេសជាប្រទេសឯករាជ្យអព្យាក្រឹតមិនចូលបកសម្ព័ន្ធពង្រឹងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសនានានៅលើពិភពលោកធ្វើឲ្យដៃគូអន្តរជាតិទាំងឡាយមើលឃើញដោយឥតសង្ស័យថាកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលប្រឡូកដោយស្មារភាពស្មារសិទ្ធិក្នុងកិច្ចការតំបន់និងពិភពលោក
មួយអាណត្តិទៅមួយអាណត្តិក្រោមការណែនាំប្រកបដោយភាពឆ្លៀសវៃប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបាននាំមកនៅសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនជាតិមាតុភូមិឆ្លើយតបបានតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ជាតិនិងប្រជាជនជាពិសេសកសាងបានកម្ពុជាជានីតិរដ្ឋដ៏រឹងមាំមួយប្រកបដោយប្រព័ន្ធច្បាប់ដើម្បីធានាសិទ្ធិផលប្រយោជន៍កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋនិងការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដែលទាំងនេះគឺមិនអាចកាត់ផ្តាច់បានឡើយពីគំរូនៃប្រជាកិច្ចនៃព្រះរាជសកម្មភាពទាំងឡាយរបស់អង្គសម្ដេចឪសម្ដេចតាសម្ដេចតាទូតដែលព្រះអង្គបានបូជាប្រកាយពលនិងព្រះបញ្ញាញាណបំពេញព្រះរាជបូជនីយកិច្ចដឹកនាំកម្ពុជាឲ្យរុងរឿងសម្បូរសប្បាយនៃសម័យសង្គមរាស្ត្រនិយមនិងជាពិសេសមិនអាចខ្វះបាននោះគឺភាពត្រជាក់ត្រជុំក្រោមលុបដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រគឺប្រកាសណារបស់សម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជសកម្មភាពលើវិស័យមនុស្សធម៌ប្រកាសណាព្រះមហាវីរក្សត្រសម្ដេចឪសម្ដេចតាសម្ដេចតាទួតព្រះអង្គបានបូជានៅព្រះរាជតម្រិះព្រះបញ្ញាញាណនិងព្រះកាយពលឥតខ្លាចនឿយហត់ក្នុងព្រះរាជហឫទ័យទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជារាស្ត្រជាកូនចៅទួតជាជនដែលងាយរងគ្រោះបំផុតដោយសារគ្រោះធម្មជាតិនិងភាពក្រីក្រជាដើមដល់ក្នុងប្រវត្តិសាស្ត្រនៃកាកបាទក្រហមកម្ពុជាពីឆ្នាំ1962ដល់ឆ្នាំ1970សម្ដេចព្រះប្រមុខរដ្ឋសម្ដេចព្រះនរោត្តមសីហនុព្រះអង្គគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់នៃកាកបាទក្រហមខ្មែរនិងពីឆ្នាំ1992ដល់ឆ្នាំ1994ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គគង់ជាព្រះប្រធានគណៈកម្មាធិការសម្ព័ន្ធកាកបាទក្រហមកម្ពុជាព្រះរាជសកម្មភាពរបស់ព្រះអង្គដែលជាព្រះរាជគំរូដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គក្នុងការបម្រើក្នុងចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានិងការគង់ប្រថាប់របស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរដែលព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគឺជាប្រតិបមាគ៌ាដ៏ភ្លឺចាំងចែងសម្រាប់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់លោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែដង្ហែតាមព្រះរាជគន្លងដ៏ឧត្តមឧត្តមដើម្បីអនុវត្តឲ្យសម្រេចបានជោគជ័យក្នុងគ្រប់បេសកកម្មការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិការជួយសង្គ្រោះនិងការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលបច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជាកំពុងមានកិត្តិនាមល្បីល្បាញខ្ទរខ្ទារក្នុងវិស័យមនុស្សធម៌នៅលើឆាកជាតិនិងអន្តរជាតិតាមរយៈការសម្រេចបាននៃសមិទ្ធផលជាច្រើនឥតគណនារបស់ខ្លួនហើយនៅតែជាស្ថាប័នមនុស្សធម៌ដ៏ធំមួយនៅកម្ពុជាដែលតួនាទីជាសេនាធិការសម្រាប់រាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ទន្ទឹមនេះកូនចៅទូតជាប្រជារាស្ត្រនិងមន្ត្រីកាកបាទក្រហមកម្ពុជានៅគ្រប់លំដាប់ថ្នាក់គឺតែងតែចងចាំជានិច្ចនៅគំរូនៃព្រះរាជហឫទ័យបដូរផ្ដាច់ក្នុងចលនាមនុស្សធម៌របស់សម្ដេចឪសម្ដេចតាសម្ដេចតាទួតសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតព្រះអង្គតែងតែប្រោសព្រះរាជទាននៅព្រះរាជទ្រព្យផ្ទាល់ដើម្បីជួយសម្រាលទុក្ខលំបាកដល់កូនចៅទួតក្រីក្រជួបការលំបាកខ្លាំងនិងប្រជារាស្ត្រដែលរងគ្រោះដោយគ្រោះធម្មជាតិនិងឧបទ្ទហេតុផ្សេងតាំងពីដើមរៀងមកទាំងព្រះករុណាព្រះមហាក្សត្រព្រះករុណាព្រះវររាជបិតាជាតិខ្មែរគឺជាព្រះអគ្គមគ្គុទ្ទេសក៍ដ៏មនុស្សធម៌របស់កម្ពុជាព្រះអង្គទាំងទ្វេមានព្រះរាជហឫទ័យឧត្តមឧត្តមតែងប្រោសព្រះរាជទាននៅព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គយ៉ាងច្រើនជួយដល់កាកបាទក្រហមកម្ពុជានិងជាប់ជាប្រចាំដើម្បីកាកបាទក្រហមកម្ពុជាមានលទ្ធភាពចាត់ចែងបំពេញការងារលើបេសកកម្មចោះជួយសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គដែលរងគ្រោះដោយគ្រោះមហន្តរាយនិងជួបការលំបាក
ដោយប្រកាសផ្សេងបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសព្រះរាជសកម្មភាពដ៏ឧត្តមឧត្តមរបស់សម្ដេចឪសម្ដេចតាសម្ដេចតាទួតសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតបានបន្តមកដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គបានបំពេញព្រះរាជសកម្មភាពដ៏វិសេសវិសាលក្នុងការយាងសាកសួរសុខទុក្ខជួយសង្គ្រោះគ្រប់ទីកន្លែងដោយមិនខ្លាចនឿយព្រះកាយពលទោះបីជាកន្លែងនោះមានលក្ខណៈភូមិសាស្ត្រលំបាកស្មុគស្មាញនិងមមាញឹកចំពោះព្រះរាជកិច្ចធំជាច្រើនរបស់ប្រទេសជាតិយ៉ាងណាក៏ដោយក៏ព្រះករុណាព្រះមហាក្សត្រព្រះអង្គតែងតែស្ដេចយាងជួបប្រស្រ័យដោយផ្ទាល់ជាមួយបងប្អូនកូនចៅប្រជារាស្ត្រនិងក្រុមគ្រួសារដល់ទីលំនៅឋានផ្ទាល់ដើម្បីទ្រង់ព្រះតម្រិះឆ្វេងយល់ពីជីវភាពរបស់ប្រជារាស្ត្រនិងតែងបានប្រោសព្រះរាជទានព្រះរាជអំណោយជួយសង្គ្រោះយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយរំលែកការលំបាកចំពោះមុខរបស់ប្រជារាស្ត្ររបស់ព្រះអង្គការដមមហានខត្តរឹកឧត្តមឧត្តមនៃព្រឹត្តិពិធីបុណ្យចំប្រជជនវស្សាគម្រប់89យាងចូល90ប្រវស្សានិងខួបឆ្នាំទី20នៃការយាងព្រះរាជនិវត្តន៍ត្រឡប់ចូលមាតុប្រទេសវិញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវរក្សត្រព្រះរាជបិតាឯករាជ្យបរណភាពទឹកដីនិងឯកភាពជាតិខ្មែរដង្ហែព្រះដំណើរដោយព្រះរាជវត្តមានសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះរាជមេដាជាតិខ្មែរកូនចៅចាទូតសូមលើកខ័ណ្ឌប្រណម្យថ្វាយព្រះពរជ័យមហាសិរីមង្គលសិរីសុស្ដីដោយសូមឧទ្ទិសបួងសួងដល់បារមីនៃទេវតាថរសាព្រះមហាសុរិឆាន់គុណបុណ្យប្រតនត្រ័យកទាំង3និងទេវតាថរសាព្រះរាជាណាចក្រកម្ពុជានិងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបិបាច់ថរសាសម្ដេចឪសម្ដេចតាសម្ដេចតាទូតនិងសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទូតសូមព្រះអង្គទាំងទ្វេមានព្រះរាជកាយពលមាំមួននិងមានព្រះសុខភាពដ៏ល្អបរិបូរណ៍ប្រជញ្ញយុយឺនយូរជាងព្រះវស្សាដើម្បីជម្លប់ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រកម្ពុជានិងសូមថ្វាយព្រះពរបវរមហាប្រសើរថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមព្រះអង្គមានព្រះសុខភាពល្អបរិបូរណ៍ប្រជញ្ញយុយឺនយូរជាងព្រះវស្សាគង់ប្រថាប់ក្នុងស្រីរាជសម្បត្តិយុវវ័យរៀងទៅដើម្បីជម្លប់ដល់កូនចៅប្រជារាស្ត្ររបស់ព្រះអង្គនិងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសេចក្តីសុខសុភមង្គលតអង្វែងទៅ ស្ថិតក្នុងការដ៏វិសេសវិសាលនេះដែរយើងខ្ញុំក៏សូមលើកខ័ណ្ឌប្រណម្យប្រសិទ្ធពរជ័យមហាប្រសើរជូនដល់ប្រមុខថ្នាក់ដឹកនាំរដ្ឋដ៏ឆ្នើមទាំង3សម្ដេចអគ្គមហាធម្មពុទ្ធិសកតេព្រឹទ្ធបណ្ឌិតជាស៊ីមប្រធានប្រសិទ្ធិសម្ដេចអគ្គមហាពញាចក្រីកតេព្រឹទ្ធបណ្ឌិតហេសំរិនប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែននាយរដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជានិងប្រសិទ្ធពរជ័យជូនលោកជំទាវកតេព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានការក្បាក់ក្រហមកម្ពុជានិងសូមថ្វាយប្រគេនប្រពរមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជារាស្ត្រកម្ពុជាទាំងមូលសូមមានសុខភាពល្អបរិបូរណ៍មាំមួនមានប្រាជ្ញាវាងវៃនិងសម្រេចបានជោគជ័យដ៏ល្អប្រសើរនៅក្នុងគ្រប់កិច្ចការងារបម្រើជាតិមាតុភូមិសាសនានិងព្រះមហាក្សត្រ សម្ដេចព្រះអង្គម្ចាស់ក្សត្រីទ្រង់ឯកឧត្តមលោកជំទាវលោកអញ្ញាលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពវីដេអូឯកសារក្រោមចំណងជើងថា
កូនចៅចៅទួតប្រជារាស្ត្រនិងទឹកដីកម្ពុជា20ឆ្នាំក្រោយមកលុបនៃព្រះវររាជបិតាជាតិសម្ដេចឪសម្ដេចតាសម្ដេចតាទួតដែលសម្ដេចព្រះអង្គម្ចាស់ក្សត្រីទ្រង់ឯកឧត្តមលោកជំទាវលោកអញ្ញាលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនបានទស្សនាអំបញ្ញមិញនេះចាប់តែប៉ុណ្ណេះក្នុងឱកាសដ៏មហាអ្នកខត្តរិកឧត្តមនៃពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់89យាមចូល90ព្រះវស្សានិងខួបឆ្នាំទី20នៃពិធីដំណើរយាងនិវត្តន៍មកកាន់មាតុប្រទេសវិញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរសម្ដេចឪសម្ដេចតាសម្ដេចតាទួតដង្ហែព្រៃដំណើរដោយព្រះរាជវត្តមានសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតកូនចៅចៅទួតសូមលំអរកាយវាចាចិត្តលើកហាត់ប្រណម្យរំលឹកដល់គុណបរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងពួងមានជាអាចព្រះតេជះបារមីព្រះអិនព្រះព្រំទេវតាទាំង10000លោកធាតុទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រព្រះតេជះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយ៉ាងនីខ្មែរគ្រប់ព្រះអង្គសូមលោកមេត្តាជួយអភិបាលរក្សាការពារសម្ដេចឪសម្ដេចតាសម្ដេចតាទួតនិងសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតសូមព្រះអង្គទាំងទ្វេមានព្រះកាយពលមាំមួនព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយុជាង100ព្រះវស្សាដើម្បីជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រកម្ពុជានិងសូមថ្វាយព្រះពរបវរមហាប្រសើរថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយុជាង100ព្រះវស្សាគង់ប្រថាប់ក្នុងព្រះសិរីរិទ្ធសម្បត្តិដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅប្រជារាស្ត្ររបស់ព្រះអង្គនិងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសេចក្តីសុខសុភមង្គលជាអង្វែងតរៀងទៅ